ការគោរពឲ្យតម្លៃគ្នាក្នុងជំនឿសាសនាបាទនេះគឺជាប្រធានបទមួយដែលខ្ញុំសម្រាប់ចិត្តថានឹងមកនិយាយអំពីនេះដោយសារតែមួយរយៈនេះខ្ញុំមើលឃើញថាមានបងប្អូនមួយចំនួនដែលបានតាមដានវីដេអូរបស់ខ្ញុំហើយបានប្រើប្រាស់ពាក្យពេចន៍ដែលមិនសមរម្យឬក៏មិនមានក្រមសីលធម៌បែបហ្នឹងទៅតែខ្ញុំក៏អរគុណបងប្អូនទាំងមួយចំនួនដែលមានមតិផ្ទុយហើយបង្ហាញមតិរបស់ខ្លួនឯងដោយក្រមសីលធម៌បាទនេះជាការគោរពមួយខ្ញុំអរគុណសម្រាប់បងប្អូនដែលបញ្ចេញមតិផ្ទាល់ខ្លួនបាទហ្នឹងហើយប្រឆាំងឬស្របដីដែលមានក្រមសីលធម៌ហើយក៏អរគុណនឹងគោរពនៅមនសិការនិងទស្សនៈទានរបស់បងប្អូនហ្នឹងហើយប៉ុន្តែខ្ញុំសូមលើកទឹកចិត្តបងប្អូនអំពីអ្វីដែលខ្ញុំនឹងនិយាយអំពីនេះខ្ញុំក៏លើកឡើងអំពីខ្លះអំពីតកតឹងជាមួយនឹងការគោរពគ្នាក្នុងជំនឿសាសនាបាទបើតាមមាត្រាទី18នៃច្បាប់ស្តីអំពីសិទ្ធិមនុស្សបាទរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិបាទ UDHR បានចែងយ៉ាងដូចនេះថាមនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងគំនិតមនសិការនិងសាសនាសិទ្ធិនេះរួមមានសេរីភាពក្នុងការផ្លាស់ប្ដូរសាសនាឬជំនឿនិងសេរីភាពក្នុងការបង្ហាញសាសនាឬជំនឿរបស់ខ្លួនដោយឯកជនឬជាសាធារណៈតាមរយៈការបង្រៀនការអនុវត្តការថ្វាយបង្គំនិងការប្រតិបត្តិពិធីសាសនាបាទនេះគឺជាការលើកឡើងនៃមាត្រានៃច្បាប់សិទ្ធិមនុស្សអន្តរជាតិទាក់ទងជាមួយនឹងជំនឿសាសនាតាក់ទងជាមួយនឹងច្បាប់រដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជានៅមាត្រាទី48នៃច្បាប់រដ្ឋធម្មនុញ្ញបានចែងយ៉ាងដូចនេះថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិសេរីភាពខាងជំនឿសេរីភាពខាងជំនឿនិងការកាន់សាសនាត្រូវបានរដ្ឋធានាដរាបណាមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀតនិងមិនប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខសាធារណៈព្រះពុទ្ធសាសនាជាសាសនារដ្ឋបាទនេះគឺជាច្បាប់រដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាតាក់ទងជាមួយនឹងសេរីភាពនិងជំនឿសាសនាដែលត្រូវការអនុវត្តនឹងតាមច្បាប់រដ្ឋធម្មនុញ្ញដែលត្រូវប្រជាពលរដ្ឋទាំងអស់ត្រូវគោរពគ្នាទៅវិញទៅមកសាសនាទាំងអស់ត្រូវគោរពគ្នាទៅវិញទៅមកនិងឲ្យតម្លៃគ្នាមិនប៉ះពាល់គ្នាបាទដែលមិនបង្កឲ្យមានអសន្តិសុខនិងសន្តិភាពរបស់សង្គមបាទនេះគឺជាអ្វីដែលច្បាប់រដ្ឋធម្មនុញ្ញខ្មែរបានលើកឡើងខ្ញុំសូមអរគុណដល់រដ្ឋាភិបាលកម្ពុជានិងប្រមុខថ្នាក់ដឹកនាំទាំងអស់ដែលបានបង្កើតនៅភាពងាយស្រួលឬបង្កនៅភាពងាយស្រួលនិងសេរីភាពដល់ជំនឿសាសនានៅកម្ពុជាដោយបង្កើតគោលនយោបាយសុខដុមកម្មសាសនានៅកម្ពុជាដោយគោលបំណងនៃគោលនយោបាយនេះគឺដើម្បីនឹងលើកកម្ពស់ការរស់នៅរួមគ្នាដោយសន្តិភាពការគោរពគ្នាទៅវិញទៅមកនិងការសហការរវាងអ្នកកាន់សាសនាផ្សេងៗដោយមិនមានការរើសអើងឬការបង្កចំនួនដោយសារជំនឿសាសនាគោលនយោបាយនេះផ្អែកទៅលើរដ្ឋធម្មនុញ្ញកម្ពុជាដែលធានាសេរីភាពខាងជំនឿសាសនានិងការគោរពសិទ្ធិមនុស្សបាទនេះគឺជាគោលនយោបាយសុខដុមកម្មសាសនានៅកម្ពុជាដែលល្អមែនទែនដែលខ្ញុំគោរពនឹងឲ្យតម្លៃដល់រដ្ឋាភិបាលកម្ពុជាដែលលោកបានគិតគូរទៅដល់វិស័យសាសនានៅក្នុងកម្ពុជាដោយគោលនយោបាយនេះបានផ្អែកទៅលើមួយការធានាសេរីភាពជំនឿសាសនាប្រជាពលរដ្ឋមានសិទ្ធិជឿឬមិនជឿសាសនាណាមួយអាចប្រតិបត្តិពិធីសាសនាដោយសេរីតាមច្បាប់2ការគោរពគ្នាទៅវិញទៅមកលើកទឹកចិត្តឲ្យសាសនិកគ្រប់សាសនាគោរពជំនឿរបស់អ្នកដទៃមិនប្រើពាក្យសម្ដីឬសកម្មភាពដែលបង្កការស្អប់ខ្ពើមឬការរើសអើងសាសនា3កិច្ចសន្ទនាអន្តរសាសនាជំរុញឲ្យមេដឹកនាំនិងសាសនិកនៃសាសនាផ្សេងៗជួបពិភាក្សាសហការគ្នាដើម្បីដោះស្រាយបញ្ហាសង្គមនិងពង្រឹងសាមគ្គីភាព4ការរួមចំណែកក្នុងការអភិវឌ្ឍសង្គមលើកទឹកចិត្តឲ្យស្ថាប័នសាសនាចូលរួមការអប់រំសប្បុរសធម៌ការថែទាំសុខភាពការការពារកុមារនិងការរក្សាសន្តិភាព5ទប់ស្កាត់ការប្រើសាសនាបង្កចំនួនប្រឆាំងនឹងការញុះញង់ឲ្យមានការស្អប់ខ្ពើមការរើសអើងឬការប្រើសាសនាជាឧបករណ៍បង្កអស្ថិរភាពក្នុងសង្គមហើយជាមួយគ្នានៅក្នុងប្រទេសកម្ពុជាមានសាសនាសំខាន់ៗជាច្រើនដែលរស់នៅជាមួយគ្នាដោយសន្តិភាពដូចជាព្រះពុទ្ធសាសនាជាសាសនារដ្ឋគ្រិស្តសាសនាសាសនាអ៊ីស្លាមសាសនាហិណ្ឌូឬក៏ព្រហ្មញ្ញសាសនានិងជំនឿប្រពៃណីជនជាតិដើមភាគតិចជាដើមបាទទាំងអស់គ្នាបានរស់នៅដោយសុខសន្តិភាពក្រោមម្លប់នៃការដឹកនាំនៃរដ្ឋាភិបាលកម្ពុជាដែលប្រកបដោយភាពឆ្លាតវៃនិងប្រាជ្ញាញាណជារួមគោលនយោបាយសុខដុមកម្មសាសនានៅកម្ពុជាមានគោលបំណងបង្កើតសង្គមមួយដែលមនុស្សគ្រប់រូបអាចរស់នៅជាមួយគ្នាដោយសន្តិភាព
ស្មើភាពនិងការគោរពគ្នាទោះបីជាមានជំនឿសាសនាខុសគ្នាក៏ដោយកម្ពុជាត្រូវលើកឡើងជាញឹកញាប់ថាជាប្រទេសមួយដែលរក្សាបាននូវសុខដុមនីយកម្មរវាងសាសនាផ្សេងៗតាមរយៈការធានាសេរីភាពជំនឿនិងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសាសនាបាទនេះគឺជាគោលបំណងសំខាន់នៃគោលនយោបាយសុខដុមកម្មសាសនានៅកម្ពុជាហើយខ្ញុំពិតជាគាំទ្រនិងអរគុណដល់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលបង្កភាពងាយស្រួលនិងបង្កឲ្យមានសុខសន្តិភាពនៅក្នុងការរស់នៅក្នុងទឹកដីកម្ពុជាដ៏រុងរឿងរបស់យើងតាមពិសោធន៍របស់ខ្ញុំដែលខ្ញុំបានសិក្សាអំពីជំនឿនៅក្នុងពិភពលោកនិងគោលនយោបាយប្រទេសជាច្រើនក្នុងពិភពលោកទាក់ទងជាមួយជំនឿសាសនាខ្ញុំមើលឃើញថាប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើរឿងនេះល្អមែនទែនបាទល្អណាស់ល្អបាទល្អមែនទែនក្នុងពិភពលោកនេះខ្ញុំរាប់ថាជាប្រទេសមួយដែលមានការឲ្យតម្លៃនិងសេរីភាពសាសនាល្អណាស់បាទខ្ញុំមិនប្រៀបធៀបទៅកាន់ប្រទេសផ្សេងៗទៀតទេតែខ្ញុំថាល្អណាស់លើពិភពលោកនេះដែលពិបាករើប្រទេសណាដែលមានសេរីភាពសាសនាដូចប្រទេសកម្ពុជាហើយការឲ្យតម្លៃសិទ្ធិមនុស្សនៅលើជំនឿសាសនានេះបាទតើតើជាមួយនឹងក្រមសីលធម៌និងការឲ្យតម្លៃក្នុងជំនឿគ្រឹះបរិស័ទចំពោះសាសនាផ្សេងគឺចំពោះខ្ញុំដែលជាអ្នកផ្សព្វផ្សាយជាអ្នកបង្រៀនជាគ្រូសិក្សាតើតើជាមួយនឹងជំនឿសាសនានៅក្នុងជំនឿព្រះយេស៊ូវគ្រីស្ទខ្ញុំរក្សានឹងគុណតម្លៃនិងការគោរពនិងឲ្យតម្លៃសាសនាជាទូទៅនៅក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោកព្រោះក្នុងជំនឿគ្រិស្តបរិស័ទយើងជឿថាព្រះជាម្ចាស់បានបង្កើតលោកមកមានតម្លៃដូចគ្នាមានប្រាជ្ញាមានចំណេះមានការវិភាគនិងការត្រិះរិះពិចារណារៀងៗខ្លួនជំនឿសាសនានីមួយៗសុទ្ធតែឆ្លងកាត់ការត្រិះរិះការពិចារណាជំនឿសាសនានីមួយៗនៅក្នុងសកលលោកទាំងអស់សុទ្ធតែឆ្លងកាត់ការត្រិះរិះការពិចារណានិងការវិភាគដោយគំនិតនិងប្រាជ្ញានៃការត្រិះរិះនិងការយល់ឃើញរបស់មនុស្សនៅក្នុងដឹកនាំសាសនានីមួយៗនិងការបង្រៀននីមួយៗតាមគោលលទ្ធិនិងការចំហរបស់ខ្លួនឯងនីមួយៗដូច្នេះមានន័យថាសាសនានីមួយៗសុទ្ធតែមានការវិភាគនិងការថ្លឹងថ្លែងនៅតាមជំនឿរបស់ខ្លួនសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគោរពនិងឲ្យតម្លៃនៅអ្វីដែលបងប្អូននិងមនុស្សជាតិទាំងអស់សម្រាប់នឹងជឿឬនៃជំនឿសាសនានីមួយៗតាមសេរីភាពរៀងៗខ្លួនដូច្នេះហេតុអ្វីបានជាសាសនានីមួយៗមានការចែករំលែកការចែកចាយនៅទស្សនៈទាននៃលទ្ធិនៃជំនឿរៀងៗខ្លួនព្រោះវាជាការចែករំលែកនៃចំណេះដឹងមិនថាបងប្អូនជានិកាយឬក៏ជាសាសនាណាអ្នកតែងតែបង្ហាញអំពីទស្សនៈទាននិងការយល់ដឹងឬចំណេះរបស់រៀងៗខ្លួនទៅដល់សង្គមមនុស្សដើម្បីមានការវិភាគនិងការត្រិះរិះពិចារណាជាចំណេះដឹងឬក៏ការសម្រេចចិត្តឲ្យខ្លួនឯងវាជាទិន្នន័យវាជា data និងការវិភាគតែប៉ុណ្ណោះសម្រាប់ការត្រិះរិះនៃគំនិតនិងការពិចារណារបស់មនុស្សជាតិម្នាក់ៗដែលត្រូវការវិភាគដោយខ្លួនឯងចំពោះថាតើសាសនាណាល្អជាងសាសនាណាខ្ញុំមិនអាចលើកឡើងនិងបង្ហាញថាអូសាសនានេះល្អជាងសាសនានេះសាសនានេះល្អជាងសាសនានេះលើកសាសនាមួយបន្ទាបសាសនាមួយនោះឡើយសម្រាប់ជំហររបស់ខ្ញុំដែលជាអ្នកផ្សព្វផ្សាយសាសនាជាអ្នកដែលបង្រៀនអំពីជំនឿនិងគោលលទ្ធិខ្ញុំគោរពនិងឲ្យតម្លៃសាសនាទាំងអស់ខ្ញុំមិនលើកឬក៏បន្ទាបបន្ថោកនៅសាសនាណាមួយឡើយប៉ុន្តែនៅពេលដែលខ្ញុំបង្រៀនឬក៏បង្ហាញគឺខ្ញុំបង្ហាញត្រឹមតែអ្វីដែលជាលក្ខខណ្ឌរបស់ខ្ញុំក្នុងនាមជាអ្នកសាសនិកម្នាក់ឬក៏ជាអ្នកដែលបង្រៀនជាគ្រូនៃការអប់រំជាសាសនិកម្នាក់ខ្ញុំត្រូវការបង្រៀននិងបង្ហាញអំពីគំនិតនិងជំនឿគ្រិស្តបរិស័ទតើមានលក្ខណៈដូចម្ដេចទៅដល់សង្គមមនុស្សឲ្យមានការស្វែងយល់រៀងៗខ្លួនជាចំណែករបស់ខ្ញុំក្នុងផ្នែកជំនឿសាសនាគ្រិស្តហ្នឹងឯងចំពោះខ្ញុំផ្ទាល់ក្នុងនាមជាអ្នកសិក្សាជាអ្នកស្រាវជ្រាវអំពីជំនឿសាសនាសកលខ្ញុំសិក្សាសាសនាជាច្រើននិងព្យាយាមស្វែងយល់ជាច្រើនអំពីសេចក្តីពិតនិងអ្វីដែលសាសនាបានបង្រៀននៃការនីមួយៗដែលការគោរពនៅអ្វីដែលពួកគាត់បានជឿនិងគោលលទ្ធិរបស់ពួកគាត់ដោយមិនមែននឹងគោលបំណងជន់បលិចនោះឡើយសម្រាប់ខ្ញុំអានខ្ញុំអានសៀវភៅជាច្រើនអំពីសាសនាដូចជាផ្នែកពុទ្ធសាសនាបាទខ្ញុំបានមានសៀវភៅជាច្រើនទាក់ទងពុទ្ធសាសនាដូចជាសៀវភៅបញ្ញាជាដកបញ្ញាជាដកបាទហើយវិញ្ញាណទស្សនៈវិញ្ញាណទស្សនៈបាទនិព្វាននិព្វានទស្សនៈបាទហើយមានកម្មអ្នកកសាងលោកពិតបាទខ្ញុំអានដើម្បីស្វែងយល់អំពីគំនិតនិងគោលលទ្ធិក្នុងជំនឿពុទ្ធសាសនាហើយមិនមែនដើម្បីចាប់កំហុសទេដើម្បីស្វែងយល់ជាចំណេះដឹងតែប៉ុណ្ណោះនៅអ្វីដែលខាងពុទ្ធសាសនាបានបង្រៀនហើយជាមួយនេះគ្នាខ្ញុំក៏ស្ដាប់នៅស្ដីបង្រៀនតាមរយៈ YouTube តាមរយៈ Facebook តាមរយៈព្រះសង្ឃឬដេគុណដែលបានចែករំលែកឬទេសនាតាមបណ្ដាញសង្គមខ្ញុំតែងតែស្ដាប់ស្វែងយល់អំពី
ទស្សនៈទានឬក៏កំណត់នៃការអប់រំបែបពុទ្ធសាសនានៅចំណុចត្រង់ណាមួយដែលខ្ញុំអាចសិក្សាបានខ្ញុំយកមកវិភាគអញ្ចឹងទៅហើយខ្ញុំគោរពនឹងការឲ្យតម្លៃទៅលើអ្វីដែលព្រះសង្ឃទ្រង់មានសង្ឃដីកាហើយខ្ញុំសិក្សាវិភាគនៅអ្វីទស្សនៈទានឬក៏គោលលទ្ធិទាំងនោះបាទហើយអ្វីដែលខ្ញុំអាចទទួលយកបានដែលជាកំណត់ល្អៗខ្ញុំយកមកពិចារណាអញ្ចឹងទៅបាទមិនបែបកំណត់ណាខ្ញុំមិនអាចទទួលយកបានក៏ខ្ញុំអត់ទុកជាចំណេះដឹងឬការជាការដឹងបាទជាការដឹងបាទហ្នឹងឯងបែបហ្នឹងទៅបាទនេះគឺជាបែបជាអ្នកសិក្សាតែប៉ុណ្ណោះបាទខ្ញុំសិក្សាតាមបែបជាអ្នកសិក្សាចំពោះតកតើជាមួយនឹងជំនឿសាសនាមូស្លីមក៏ខ្ញុំបានសិក្សាដែរបាទបងប្អូនជឿថាខ្ញុំមានគម្ពីរកូអានទេបាទខ្ញុំមានគម្ពីរកូអានដែរបាទខ្ញុំបានសិក្សានិងអានអំពីផ្នត់គំនិតនៃគោលលទ្ធិនៃជំនឿមូស្លីមតាមរយៈព្រះគម្ពីរកូអានក៏ដូចជាខ្ញុំបានអានសិភៅតកតើតើមហាម៉ាត់ជាអ្នកណានិងគោលលទ្ធិដែលបង្រៀនដោយព្យាការីមហាម៉ាត់បាទបាទខ្ញុំហេតុអ្វីបានខ្ញុំសិក្សានិងអានដូចខ្ញុំបានជម្រាបខាងលើហ្នឹងថាខ្ញុំជាអ្នកសិក្សាហើយជាអ្នកស្រាវជ្រាវហ្នឹងហើយខ្ញុំបើកចំហខួរក្បាលនិងបញ្ញារបស់ខ្ញុំដើម្បីទទួលយកនៅអ្វីជាស្ដីបង្រៀនហើយស្វែងយល់និងប្រមូលទិន្នន័យនិងព័ត៌មានអន់ដែលជាប្រយោជន៍បាទសម្រាប់ខ្ញុំខ្លួនឯងផ្ទាល់ក៏ជាប្រយោជន៍ក្នុងការដែលខ្ញុំចែករំលែកដែរហើយខ្ញុំនិយាយថាអ្វីដែលខ្ញុំសិក្សាមិនមែនដើម្បីវិបហាឬក៏បន្ទាបបន្ថោកនៃជំនឿបងប្អូនណានោះឡើយអត់ទេបងប្អូនខាងមូស្លីមក្តីខាងពុទ្ធសាសនាក្តីខាងព្រហ្មញ្ញសាសនាក្តីនិងខាងជំនឿបែបបុរាណឬជំនឿបែបអបិយជំនឿក៏ខ្ញុំមិនបានវិបហាបងប្អូនដោយប្រការណាមួយនោះឡើយដែលដូចខ្ញុំនិយាយថាខ្ញុំគោរពនឹងជំនឿរបស់បងប្អូនដែលសម្រេចចិត្តអញ្ចឹងណាបាទហើយទស្សនៈទានដែលខ្ញុំចែករំលែកអំពីជំនឿសាសនាគ្រីស្ទឬក៏ជំនឿលើព្រះយេស៊ូវគ្រីស្ទវាជាចំណេះដឹងមួយដែលខ្ញុំអាចផ្ដល់បានទៅដល់សង្គមនៃការអប់រំតែប៉ុណ្ណោះដើម្បីបង្ហាញអំពីអ្វីដែលជាគោលលទ្ធិអ្វីដែលជាជំហរអ្វីជាជំនឿរបស់គ្រីស្ទបរិស័ទហើយអ្វីដែលខ្ញុំអាចចែករំលែកអំពីជំនឿគ្រីស្ទបរិស័ទដូចជាខ្ញុំបានរៀបរាប់ប្រាប់អញ្ចឹងថាវាជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះដែលបងប្អូនអាចសិក្សានិងស្វែងយល់ឲ្យខ្លួនឯងបានបាទតើជំនឿគ្រីស្ទបរិស័ទបែបម៉េចដែរចំណេះបែបម៉េចដែរបងប្អូនក៏សួរខ្ញុំក៏ឆ្លើយបាទតាមអ្វីដែលខ្ញុំអាចចេះដឹងបានហើយខ្ញុំក៏ចែករំលែកទៅបាទអ្វីដែលខ្ញុំបានចែករំលែកទាំងអស់នោះមិនមែនបង្ហាញថាខ្ញុំជាអ្នកចេះដឹងខ្ពង់ខ្ពស់អីទេបាទវាគ្រាន់តែចំណេះដឹងមួយទទួលតែប៉ុណ្ណោះដែលខ្ញុំអាចចែករំលែកបានតែប៉ុណ្ណោះព្រោះមានអ្នកចេះច្រើនជាងខ្ញុំច្រើនណាស់បាទខ្ញុំគ្រាន់តែមានចំណែកមួយតូចដែលខ្ញុំអាចចែករំលែកបានខ្ញុំអាចយល់បានប៉ុណ្ណាខ្ញុំក៏ចែករំលែកប៉ុណ្្នឹងទៅបាទតើតើជាមួយនឹងការសិក្សានិងការស្រាវជ្រាវបាទដូច្នេះខ្ញុំសង្ឃឹមថាបងប្អូននឹងអាចយល់បាទហ្នឹងហើយបងប្អូនអាចបញ្ចេញមតិយោបល់ដោយតាមការគួរបើបងប្អូនឃើញហើយវីដេអូរបស់ខ្ញុំចែករំលែកទៅបងប្អូនមានការប៉ះពាល់ចិត្តចង់បញ្ចេញគំនិតរបស់បងប្អូនស្របឬផ្ទុយបែបណាអាចនិយាយបានប៉ុន្តែសូមចែកបញ្ចេញមតិដោយក្រមសីលធម៌ពេលខ្លះក្រមសីលធម៌ឆ្លុះបញ្ចាំងពីជីវិតរបស់យើងអញ្ចឹងណាហ្នឹងហើយដើម្បីឲ្យយើងនៅសាសនាទាំងអស់នៅកម្ពុជាយើងមានសុខដុមកម្មជាមួយគ្នាមានថាយើងមានសុខសន្តិភាពជាមួយគ្នាដោយភាពរីករាយហើយកម្ពុជានឹងសូមកើនរុងរឿងឡើងបាទអញ្ចឹងចុងក្រោយខ្ញុំសូមបញ្ជាក់មកថាជំនឿសាសនាទាំងអស់នៅកម្ពុជាសុទ្ធតែបានធានាដោយក្រមច្បាប់រដ្ឋាភិបាលនិងសេរីភាពនៃការជឿដូច្នេះបងប្អូនអរគ្នាជឿបែបណាបងប្អូនយល់បែបណាសូមរក្សាជំនឿបងប្អូនដោយល្អបាទទៅតាមជំនឿរៀងៗខ្លួនហ្នឹងហើយបងប្អូនដែលចែករំលែកនៃទស្សនៈទានឬក៏អ្នកចែករំលែកនៃគោលលទ្ធិនៃជំនឿសាសនានីមួយៗដែលជា content creator ឬក៏អ្នកចែករំលែកនោះក៏សូមមានក្រមសីលធម៌និងកុំបន្ទាបឬក៏កុំធ្វើឲ្យប៉ះពាល់ដល់សាសនាផ្សេងទៀតបាទសម្រាប់ខ្ញុំផ្ទាល់ខ្ញុំព្យាយាមនឹងបញ្យល់ត្រឹមតែគោលលទ្ធិនិងជំនឿសាសនាគ្រីស្ទបរិស័ទតែប៉ុណ្ណោះឬជំនឿគ្រីស្ទបរិស័ទតែប៉ុណ្ណោះដោយព្យាយាមមិនប៉ះពាល់ទៅដល់បងប្អូនដែលមានជំនឿលើសាសនាផ្សេងនោះឡើយដូចជាមានថាខ្ញុំគោរពនិងឲ្យតម្លៃបាទនេះគឺគ្រាន់តែជាការចែករំលែកមួយដ៏ខ្លីតែប៉ុណ្ណោះបាទបងប្អូនមានមតិយោបល់បែបណាក៏សូមពិចារណាតាមការគួរដូច្នេះក្នុងព្រះគម្ពីរគ្រីស្ទបរិស័ទក៏ព្រះយេស៊ូវព្រះអង្គបានមានព្រះបន្ទូលដើម្បីលើកទឹកចិត្តយើងដែរអំពីការឲ្យតម្លៃទៅកាន់អ្នកដទៃដូចគ្នានៅក្នុងភីលីបចំពោះ2ខ3ខ4បានលើកឡើងយ៉ាងដូចនេះថាកុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នាឬអួតបំប៉ោងឡាយផ្ទុយទៅវិញត្រូវដាក់ខ្លួនហើយចាត់ទុកអ្នកដទៃទៀតថាប្រសើរជាងខ្លួនក្នុងចំណោមបងប្អូនម្នាក់កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយគឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញបាទដូច្នេះព្រះយេស៊ូវព្រះអង្គបានបង្រៀនយើងអំពីការឲ្យតម្លៃអ្នកដទៃការគោរពអ្នកដទៃបាទកុំគិតតែខ្លួនឯងខ្លាំងប្រកែនេះខ្ញុំនិយាយថាខ្ញុំមិនខ្លាំងទេខ្ញុំចេះអ្វីខ្ញុំចែកលេខតែប៉ុណ្្នឹងឯងហើយខ្ញុំក៏គោរពនិងឲ្យតម្លៃដល់បងប្អូននៅសាសនាដទៃផ្សេងទៀតដែលបានចែកពីក្នុងដៃសង្គមខ្ញុំស្ដាប់ខ្ញុំឲ្យតម្លៃដូចគ្នាបាទហើយនៅក្នុងព្រះគម្ពីរអេពីសូតចំពោះ4ខ2ដល់ខ3បានលើកយ៉ាងដូចនេះថាចូល
ទៀបខ្លួនមានចិត្តសោតបូតនិងជាអត់ធ្មត់ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់ចូលយកចិត្តទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណដោយយកសេចក្តីសុខសាន្តធ្វើជាចំណងប្រស័យតាក់ទងគ្នាបាទដូច្នេះក្នុងព្រះគម្ពីរនេះព្រះអង្គបានបង្រៀនយើងឲ្យមានក្តីស្រឡាញ់និងអត់ធ្មត់និងបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមកនឹងហើយមានគេបង្កើតអីសុខសាន្តយកមកថាបើសិនជាដូចយើងជាគ្រីស្ទបរិស័ទអញ្ចឹងយើងជឿថាមានព្រះគង់ជាមួយយើងដូច្នេះយកអ្វីដែលព្រះដឹកនាំយើងនេះដើម្បីបង្កើតសាមគ្គីភាពនិងចំណងមិត្តភាពជាមួយនឹងសង្គមមនុស្សបាទនេះឯងគឺជាអ្វីមួយដែលជាគោលការណ៍តាមព្រះគម្ពីរដែលព្រះអង្គបានបង្រៀនយើងអំពីការឲ្យតម្លៃការគោរពនិងដល់មនុស្សលោកដល់មនុស្សជាទូទៅនិងចំណេះដឹងនិងជំនឿដទៃផ្សេងទៀតផងដែរបាទអរគុណនេះដល់ជាការសង្ខេបយ៉ាងខ្លីហើយសង្ឃឹមបងប្អូននឹងយល់ពីអ្វីជាបំណងរបស់ខ្ញុំនិងក្តីស្រឡាញ់របស់ខ្ញុំតែប៉ុណ្ណោះដោយមិនមានចង់ប៉ះពាល់ទៅដល់ជំនឿឬក៏ទស្សនៈនេះកំណត់បងប្អូនណាម្នាក់នោះទេបាទអ្វីដែលខ្ញុំចែកម្លែកគ្រាន់តែជាក្នុងលក្ខខណ្ឌនៃជំនឿគ្រិស្តបរិស័ទតាមព្រះគម្ពីរតែប៉ុណ្ណោះបាទអរគុណសូមជម្រាបលាបើវីដេអូនេះមានប្រយោជន៍សូមបងប្អូនបានជួយ like ជួយ share និងចែកម្លែកកាន់អ្នកដទៃផ្សេងទៀតហើយសង្ឃឹមថាយើងនឹងរីករាយជាមួយគ្នាតាមរយៈការសរសើរជាមួយគ្នាបន្តទៀតបាទអរគុណសូមព្រះជំចាស់ប្រទានពរសូមជម្រាបលា